បាទសួស្តីបងប្អូនហ្នឹងហើយស្មើនេះម៉ោង5កន្លះហើយបងប្អូនហ្នឹងហើយម៉ោង5កន្លះហើយថ្ងៃក៏រៀបនឹងលិចដែរហើយមេតិចដែរបងប្អូនហ្នឹងហើយមេតិចដែរបាទហើយយើងសល់ពេលវេលាបន្តិចបន្តួចហ្នឹងក៏នាំកូនប្រុសហើយនឹងម៉ាក់ជិះម៉ូតូកំសាន្តបន្តិចណាបងប្អូនហ្នឹងហើយតែវាអត់មានអីអស្ចារ្យទេបងប្អូនសម្រាប់យើងអ្នកមិនធូរធារតែប៉ុណ្ណឹងវាមានក្តីសុខសម្រាប់គ្រួសារតូចមួយអញ្ចឹងណាបងប្អូនហ្នឹងហើយសម្រាប់គេអ្នកធូរធារអ្នកមានបានគេសប្បាយបែបគេម្យ៉ាងទៅហ្នឹងហើយតែយើងកុំទៅប្រៀបធៀបអីជីវិតយើងម្នាក់វាខុសគ្នាហ្នឹងហើយបងប្អូនបើគេមានបានយើងត្រេកអរយើងរីករាយយើងជូនពរគេទៅបងប្អូនហ្នឹងហើយឲ្យគេសុខសប្បាយគេបែបគេទៅហើយយើងសប្បាយបែបយើងទៅហ្នឹងហើយទៅជីវិតយើងមានក្តីសុខអូខេបងប្អូនបាទសួស្តីបងប្អូនហ្នឹងហើយដោយសាររយៈកាលកន្លងមកនេះឃើញថានៅតំបន់មួយចំនួនធំមានភាពរាំងស្ទះទៅលើវិស័យការងារវិស័យរកប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃហ្នឹងបងប្អូនបាទឃើញថាមានភាពតានតឹងមានភាពរអាក់រអួលច្រើនហើយថ្ងៃនេះសល់ពេលវេលាបន្តិចបន្តួចស្ដួចស្ដើងហ្នឹងឯងក៏ជិះម៉ូតូលំហែបន្តិចបងប្អូនបាទជិះម៉ូតូលំហែបន្តិចតែជីវិតយើងបងប្អូនពេលដែលធ្លាក់ដល់ចំណុច0ហ្នឹងគឺធ្វើអីក៏បរាជ័យដែរបងប្អូនមិនថាការងារមិនថាអ្វីផ្សេងគឺបរាជ័យហ្មងហើយជាក់ស្ដែងដូចជារូបខ្ញុំជាដើមបងប្អូនហ្នឹងហើយជិះម៉ូតូឡើងអស់ផ្លូវហ្មងលែងមានផ្លូវទៅមុខហ្មងមានតែទន្លេបឹងនៅខាងមុខបងប្អូនហ្នឹងហើយអញ្ចឹងបានថាជីវិតយើង